តោះសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមក recap season មាសដែលខ្ញុំបានចូលថ្ងៃច័ន្ទនិងថ្ងៃអង្គារអញ្ចឹងដូចអ្នកនរគ្នាបានឃើញអញ្ចឹងហើយនេះគឺជា time frame របស់ daily អញ្ចឹងឥឡូវយើងមើល weekly សិន weekly នៅពេលដែលវាចុះមកនេះវាបានគេ sweep នេះវាបានយកសារ liquidity ហើយវាតែងតែ retracement អញ្ចឹងនៅពេលដែលវា retracement កន្លែងនេះវាមានគេ IVG bearish ហើយវាមានគេprevious weekly high អញ្ចឹងខ្ញុំ expect ថាវានឹងមកយកកន្លែងហ្នឹងហើយវានឹងមានreaction នៅក្នុងហ្នឹងអញ្ចឹងដើម្បីហូប season ចូលអញ្ចឹងឥឡូវនេះថ្ងៃច័ន្ទយើងបើកនេះមកឥឡូវយើង speak មើល4ម៉ោងហ្មងទៅនេះសម្រាប់4ម៉ោងខ្ញុំគូវាកន្លែងនេះជា buy stop ដោយសារអីមូលហេតុ IVG របស់ daily នេះគឺវាចាក់យកបានប្រហែលជា 15% ទេអញ្ចឹងវាអត់ទាន់ដល់ 30% ឬក៏ 50% អញ្ចឹងខ្ញុំគិតថានៅកន្លែងហ្នឹងគឺវានៅតែប្រើការបានអញ្ចឹងនៅពេលដែលផ្សារបើកម៉ោង22នេះគឺម៉ោងអាស៊ីហើយបន្ទាប់មកម៉ោង6នេះពេលដែល open មកវា sweep buy stop មែនតែវាយក buy stop មែនតែខ្ញុំអត់ទាន់ចូលកន្លែងហ្នឹងទេដោយសារម៉ោង trade គឺយើង trade ម៉ោង9ម៉ោងNew York អញ្ចឹងដូចដែលវីដេអូដែលខ្ញុំបង្ហាញកាលពីវីដេអូចាស់អញ្ចឹងគឺខ្ញុំ trade ម៉ោង9ដូចគ្នាហើយសម្រាប់ការ trade ម៉ោង9គឺវាមាន high probability ដូចអ្វីដែលខ្ញុំបង្ហាញក្នុងវីដេអូហ្នឹងអញ្ចឹងដោយសារខ្ញុំមានអារម្មណ៍ថា trade ម៉ោង London trade អី trade អត់ត្រូវដូចម៉ោង9ហ្នឹងទេអញ្ចឹងនៅពេលដែលយើងដឹង bias របស់ទីផ្សារហើយពេលដែលវាចាក់យក liquidity ហើយវាមាន confirm time frame 15នាទីទៀតអ្នកនរគ្នាអាចរក set up មួយដែលល្អហើយនឹងយើងដាក់ risk management នៃខ្លួនឯងតាមហ្នឹងទៅគឺយើងអូខេចឹងឥឡូវយើងកុំឲ្យខាត់ពេកយើងទៅមើលអញ្ចឹងនៅពេលដែលម៉ោង6បាត់សារនេះ candle វា sweep មែនតែខ្ញុំអត់ទាន់ចូលអញ្ចឹងខ្ញុំចាំម៉ោងថ្មីបើកនេះនៅពេលដែលម៉ោង10នេះអានេះ candle ម៉ោង10ដោយសារវាខុសពី arrow បាទ arrow ម៉ោង9បើមាសម៉ោង10អញ្ចឹងវាស្មើនឹងម៉ោង9នៅខ្មែរចឹងឥឡូវយើង speak មើល15នាទីហើយជប់ហើយសម្រាប់4ម៉ោងខ្ញុំមើលឃើញកន្លែងហ្នឹងក៏វា S&T ដែរ S&T ជាមួយប្រាក់នេះប្រាក់បង្កើតជា high low អានេះបង្កើតជា high high មាសបង្កើតជា high high អញ្ចឹងយើងមើល15នាទីមើល15នាទីរបស់មាសចាំនេះដល់អ្នកគ្នាឃើញចឹងនៅពេលដែលឥឡូវយើងបើក indicator របស់យើងតាមពិតទៅអានេះខ្ញុំត្រូវតម្លើងម៉ោងអានេះខ្ញុំត្រូវដាក់ម៉ោង10នេះម៉ោងជា0របស់ខ្ញុំតែនេះម៉ោង9ហ្នឹងគឺខ្ញុំដាក់ trade euro នេះដល់ម៉ោង12ស្មើម៉ោង10អញ្ចឹងនៅពេលដែលសារ open មក sweep បង្កើតជា total soup អញ្ចឹងខ្ញុំអត់ទាន់ធ្វើអីខ្ញុំចាំ15នាទីមាន CSD នេះបន្ទាប់ពី15នាទី CSD ចាំវា retest ដល់តម្លៃ premium មកដល់ 50% 50% អញ្ចឹងខ្ញុំអាចចូលលក់កន្លែងហ្នឹងខ្ញុំអត់ចាំ confirm time frame តូចទេមួយតង់ទៀតទេខ្ញុំចូលហ្នឹងមកខ្ញុំចូលហើយបន្ទាប់មកតែពិត TP យើងត្រូវដាក់នៅ low នេះតែ size low នេះតែយើងអត់យកដល់ហ្នឹងទេយើងយកត្រឹម body នេះយើងបាន 2R ជាងដែរការ trade ហ្នឹងអញ្ចឹងយើងមើលមកវាដល់គោលដៅរបស់យើងហើយពេលយប់វាហួស TP យើងទៀតអញ្ចឹងអានេះគឺជា set up សម្រាប់ថ្ងៃច័ន្ទចាំខ្ញុំដាក់ season ឲ្យមើល set up ថ្ងៃច័ន្ទចាឥឡូវយើងទៅមើល set up ថ្ងៃអង្គារចាឥឡូវយើងមើល time frame daily តទៅទៀតយើង replay time frame daily មកយើងមើល4ម៉ោងអញ្ចឹង4ម៉ោងម្សិលមិញថ្ងៃអង្គារនៅពេលដែលម៉ោង6នេះបើកវាបិទជា candle bearish អញ្ចឹងសារម្សិលមិញខ្ញុំចាប់បាយអស់អត់ដឹងថាវាជា bullish ឬក៏ bearish ទេគឺខ្ញុំ trade តាម candle 4ម៉ោងបណ្ដោយនិយាយទៅសារនេះវាខ្ញុំគិតថាវានឹង sideways ដោយសារសារនេះវាអត់ទាន់មាន liquidity គ្រប់គ្រាន់ដើម្បី move ទៅ direction ណាមួយច្បាស់លាស់ហើយអញ្ចឹងនៅពេលដែលសារម៉ោង10នេះបាទនៅពេលដែលម៉ោង10 open ខ្ញុំ mark low 4ម៉ោងហើយនឹង high 4ម៉ោងនេះគឺវាបានយកអញ្ចឹងខ្ញុំ expect ថាវានឹងមកយក low នេះតែseason ដែលនេះហ្នឹងគឺខ្ញុំអត់បានចូលទេ
ហើយសារកន្លែងនេះខ្ញុំឃើញវា power 3គឺវា accumulate ហើយ manipulate ហើយ distribution នេះវាមកយកដល់ low មកវាមកយកដល់ low London មកមើលនៅពេលដែលវាយក low London ហើយអាកន្លែងនេះមុនហ្នឹងយើងមិនមកវាជា low របស់4ម៉ោងហើយបន្ទាប់មកខ្ញុំឃើញវា S&T ជាមួយនឹងប្រាក់ S&T មួយប្រាក់ខ្ញុំចូលមើល time frame 5នាទីឃើញថាវាមាន confirm 5នាទី CSD FVG ហើយខ្ញុំចូលដំបូងខ្ញុំចូល position នេះមួយចូលហើយខ្ញុំដាក់ SL ក្រុមនេះបន្ទាប់មកវាបានអីគេវាបាន consolidate បន្ទាប់មកសារវាបានចាក់មក sweep low នេះ sweep low ហើយវាមាន CSD ខ្ញុំចូលនឹងមួយគ្រាប់ទៀតអញ្ចឹងseason នេះគឺក៏វាស្អាតដែរនេះវាបានដល់ TP របស់យើង TP យើងបាន 3O ជាងអញ្ចឹងចាំខ្ញុំដាក់ season ឲ្យមើលហើយបន្ទាប់មកផ្សារអញ្ចឹងឥឡូវយើងមើលទិសដៅផ្សារថ្ងៃហ្នឹងខ្ញុំថែមបន្តិចសម្រាប់ទិសដៅផ្សារថ្ងៃហ្នឹងយើងអត់ទាន់ដឹងថាទៅណាទេផ្សារយើងមកវាជា liquidity នេះrank liquidity អញ្ចឹងបើសិនជាវាករណី sweep low យើងរក confirm ហ្មងបើវាបំបែក low នេះប្រអប់ហ្នឹងបំបែកយើងអាចរក confirm មើលបើវាចេញជា bullish យើងទិញឡើងតវិញតែបើសិនជាវានៅក្នុងហ្នឹងទេយើងពិបាក trade គឺ trade ទៅដឹង SL ច្រើនហ្មងអញ្ចឹងសម្រាប់វីដេអូយើងមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយទៀតជាមួយនឹងការ recap ផ្សារបន្តទៀតបាយបាយអ្នកនរ